សូមជូនកាវវិនិច្ឆ័យឬភ្លើងឆេកម្មដកស្រង់ប្រែរៀបរៀងដោយព្រះបល្ល័ង្កឧត្តមលេខិតសង្ឃស៊ីវសទ្ធថោអូបាយប្រចាំជីវិតដើម្បីបន្ធូរបន្ថយនៅចិត្តកុំឲ្យលិចលង់ទៅក្នុងអំពើទុច្ចរិតផ្សេងៗយើងគួរគិតពិចារណាដោះគ្រោះថ្នាក់ការវិនិច្ឆ័យអន្តរធានរបស់ពិភពលោកដែលទុកជាផ្ទះសម្បែងជាគុហាឬជាអន្លង់របស់យើងដែលយើងគេត្រូវតែកើតត្រូវតែនៅអាស្រ័យកិច្ចរត់ជាចេញមិនរួចធម្មតាអ្នកនៅក្នុងផ្ទះដែលចាក់សោជាប់មាំមុនហើយទ្វេប្រហែសមិននឹកស្មានដល់ពីការគ្រោះថ្នាក់គឺតែដេកសប្បាយក្នុងផ្ទះបណ្ដោយសតិស្មារតីឲ្យវង្វេងភ្លេចបាត់កូនសោដល់វេលាភ្លើងឆេះផ្ទះស្រាប់តែភ័យញ័រច្របល់ច្របល់ស្លុតប្រលឹងរត់ស្រែកអន្តះសាទទួលនៅសេចក្តីទុក្ខយ៉ាងមហិមាដរាបដល់ភ្លើងឆេះខ្ទេចខ្ទីប្រកាច់ស្លាប់នៅក្នុងគំនរភ្លើងនោះមានឧបមាយ៉ាងណាមិញពួកសាតាឌីកក្នុងលោកដែលងប់ងុយស្លុតស្លុងនៅគំនិតទៅក្នុងអំពើទុច្ចរិតផ្សេងៗមិននឹកគិតដល់គ្រោះថ្នាក់ប្រចាំជីវិតក៏តែសប្បាយហួសហេតុខុសលំនាំអ្នកប្រាជ្ញក៏ដូចនោះដែរធម្មតាអ្នកប្រាជ្ញអ្នកមានគំនិតប្រព្រឹត្តទៅមុនជីវិតតែងរិះរកឧបាយដើម្បីជៀសវាងនៅគ្រោះថ្នាក់ប្រចាំជីវិតទុកមុនជាដរាបមិនបណ្ដែតបណ្ដោយឲ្យជីវិតលឿនទៅប៉ះទង្គុកពៀនពៀលើកំណរគ្រោះថ្នាក់ឡើយឧបាយដែលនឹងជៀសវាងគ្រោះថ្នាក់នោះមានតែមួយទេគឺសុចរិតធម៌សុចរិតកាយគឺមិនបៀតបៀននៅជីវិតរបស់ខ្លួននិងសត្វដទៃមិនលួចប្លន់បុត្រធីតាភរិយាស្វាមីនិងទ្រព្យសម្បត្តិរបស់អ្នកដទៃនិងមិនផឹកសុរាជាដើមសុចរិតវាចាគឺមិននិយាយពាក្យភូតផរកុហកញុះញង់បំបែកបំបាក់ចាក់ចុចធ្វើឲ្យអ្នកដទៃវិនិច្ឆ័យជាដើមសុចរិតចិត្តគឺមិនគុំគួនព្យាបាលនឹងអ្នកដទៃនិងមិនរបឹងរឹងរូសចុចចេះជំទាស់នឹងសភាវៈពិតដូចជាកម្មផលនិងផលរបស់កម្មជាដើមបើបុគ្គលណាមានសុចរិតធម៌នេះហើយបុគ្គលនោះជាបណ្ឌិតមានគំនិតល្អមិនបណ្ដោយឲ្យជីវិតលឿនទៅប៉ះទង្គុកពៀនពៀលើកំណរគ្រោះថ្នាក់ឡើយឯគ្រោះថ្នាក់នោះនិយាយដោយសង្ខេបមានពីរយ៉ាងគឺ 1. គ្រោះថ្នាក់មិនប្រចាំកាល 2. គ្រោះថ្នាក់ប្រចាំកាល 1. គ្រោះថ្នាក់មិនប្រចាំកាលនោះបានដល់គ្រោះថ្នាក់របស់សត្វដូចជាក្នុងបច្ចុប្បន្នកាលនេះក្នុងប្រទេសមួយតំបន់មួយជាមួយគ្នាសត្វខ្លះមានគ្រោះថ្នាក់ខ្លះបានសុខចម្រើនជួនកាលថ្ងៃខែឆ្នាំនេះសត្វនោះមានគ្រោះថ្នាក់ថ្ងៃខែឆ្នាំនោះសត្វនោះមានគ្រោះថ្នាក់មិនកំណត់កាលកំណត់សត្វដូច្នេះហៅថាគ្រោះថ្នាក់មិនប្រចាំកាល 2. គ្រោះថ្នាក់ប្រចាំកាលនោះបានដល់គ្រោះថ្នាក់ប្រចាំអាយុផែនដីយូរអង្វែងណាស់ទើបមានម្ដងគ្រោះថ្នាក់នេះធំក្រៃលែងធំដែលពាក្យចាស់ទុំតែនិយាយថាកើតអន្តរធានភ្លើងឆេះទឹកឆេះដីភ្លើងប្រឡ័យកាប់ឬក៏ភ្លើងប្រឡ័យលោកក្នុងពេលភ្លើងប្រឡ័យកាប់នោះពួកសពសាឌីកដែលនៅលើផែនដីទាំងប៉ុន្មានក៏នៅក្នុងឋានសួគ៌ទទួលត្រឹមសទ្ធាវាព្រំត្រូវទទួលគ្រោះថ្នាក់ទាំងអស់ចំពោះសពសាសនាដែលទ្វេប្រហែសមិនអើពើនឹងសុចរិតធម៌ព្រោះក្នុងពេលនោះធម្មតាកុសលាកុសលកម្មនិងសង្ខារត្រូវបែងចែកសត្វគឺសត្វណាដែលល្មមប្រព្រឹត្តអំពើទុច្ចរិតសត្វនោះត្រូវទៅជួបជុំកើតនៅក្នុងពេលនោះទីនោះសត្វណាដែលបានប្រព្រឹត្តនៅសុចរិតធម៌ហ្មត់ចត់ល្អសត្វនោះត្រូវទៅកើតនៅទីកន្លែងសុខក្សេមក្សាន្តមានទៅកើតនៅក្នុងសទ្ធាវាព្រំជាដើមមិនបានទៅច្រឡូកច្រឡំជាមួយនឹងពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតនោះឡើយដូច្នេះហៅថាគ្រោះថ្នាក់ប្រចាំកាលគ្រោះថ្នាក់នេះកាន់តែលឿនចិត្តមកដល់ហើយព្រោះផែនដីដែលយើងនៅអាស្រ័យសពថ្ងៃនេះមានឈ្មោះតាមអាយុហៅថាផតកម្មផតកម្មនេះមានព្រះពុទ្ធ5ព្រះអង្គ
ត្រូវឧបដឹកឡើងក្នុងអាយុនៃផែនដីនេះឥឡូវនេះព្រះបរិនិព្វានផុត4ព្រះអង្គទៅហើយគឺព្រះកកុសន្ធោព្រះកោនិកមនោព្រះកាសបោព្រះសមណគោតមនៅសល់តែព្រះអរិយមេត្រីឬក៏ព្រះសេអាមេត្រីមួយអង្គទៀតទេត្រូវភ្លើងប្រឡ័យកាប់ហើយពាក្យថាកាប់និងរឿងប្រឡ័យកាប់នោះនឹងមានសម្ដែងដូចតទៅនេះអំពីពាក្យថាកាប់ការដែលតាំងនៅយូរអង្វែងហៅថាកាប់ជាឈ្មោះនៃអាយុផែនដីឬជាឈ្មោះនៃអាយុឱកាសលោកដែលហៅថាឱកាសលោកនោះក្នុងគម្ពីរវិសុទ្ធមគ្គប្រាប់ថាបានដល់ទីលំនៅរបស់សត្វនិកដែលមានសេចក្តីវិនិច្ឆ័យជាធម្មតាក្នុងឱកាសលោកនោះមានចក្រវាឡជាច្រើនពាក្យថាចក្រវាឡគឺលោកធាតុត្រត្រង់លោកបានជាហៅថាចក្រវាឡព្រោះមានភ្នំព័ទ្ធព័ន្ធជុំវិញដូចជាកង់រទេះចក្រវាឡយើងនេះមានបណ្ដោយទទឹងប្រវែង1,230,450 យោជន៍បរិមណ្ឌលសំណុំមូលជុំវិញ3,913,350 យោជន៍កម្រាស់ផែនដីក្នុងចក្រវាឡនេះមានចំនួន240,000 យោជន៍ទឹកត្រផែនដីកម្រាស់480,000 យោជន៍ភ្នំសនេរុចាក់ឬលិចទៅក្នុងមហាសមុទ្រមានជម្រៅ84,000 យោជន៍ខ្ពស់ឡើងលើ84,000 យោជន៍ដូចគ្នាបន្ទាប់អំពីភ្នំសនេរុនោះមានភ្នំសត្តបរិផន7ជាន់ទៀតគឺ1យុគន្ធរមានកម្ពស់42,000 យោជន៍2អ៊ីសន្ធរមានកម្ពស់21,000 យោជន៍3ករវឹកមានកម្ពស់1,500 យោជន៍4សុទស្សនៈមានកម្ពស់5,250 យោជន៍5និមិន្ធរមានកម្ពស់2,625 យោជន៍6និវត្តកៈមានកម្ពស់1,312 យោជន៍កន្លះ7អសកណ្ឌៈមានកម្ពស់656 យោជន៍ពាក់កណ្ដាលកន្លះភ្នំទាំង7នេះសុទ្ធតែជាភ្នំទិព្វដ៏វិចិត្រដោយរតនៈផ្សេងមានមាសជាដើមមានឫសលិចចុះទៅក្រោមពាក់កណ្ដាលស្មើនឹងកម្ពស់ឡើងលើស្ថិតនៅពាន់ជុំវិញភ្នំសនេរុចម្ងាយអំពីភ្នំមួយទៅភ្នំមួយប្រវែងស្មើនឹងកម្ពស់ភ្នំនោះត្រង់ចន្លោះភ្នំទាំង7នោះសុទ្ធតែសមុទ្រទឹកគ្មានសរសៃហៅថាសមុទ្រសេតន្តរៈភ្នំទាំង7នេះស្ថិតនៅឋានចតុមហារាជការជាទីលំនៅនៃស្ដេចចតុលោកបាលទាំង4គឺព្រះបាទថេតរដ្ឋៈ1វិរូបខៈ1វិរុលហកៈ1កវីរៈ1កន្លែងនេះជាទីនៅអាស្រ័យនៃទេវតានិងយក្សទាំងឡាយមិនមែនជាវិស័យរបស់មនុស្សលោកទៅដល់មើលឃើញមិនបានគិតប្រមាណត្រូវឡើយមានតែព្រះពុទ្ធនិងព្រះអរហន្តទាំងឡាយទើបទៅដល់មើលឃើញដឹងស្គាល់ដោយសពគ្រប់បានសូមបញ្ជាក់អ្នកវិទ្យាសាស្ត្រភូមិសាស្ត្រសម័យនេះមិនអាចបំផោងខួរក្បាលគិតឲ្យដឹងសពគ្រប់ដោយព្រះអរហន្តបានឡើយព្រោះគ្មានមធ្យោបាយទៅដល់ភ្នំធំឈ្មោះសនេរុនោះមានភ្នំ3ទល់ពីក្រោមហៅថាភ្នំត្រៃកូនខាងលើកំពូលភ្នំសនេរុនោះជាភូមិភាគរបស់សកទេវរាជហៅថាឋានតាវតឹងខាងលើតទៅទៀតគឺឋានយាមាដសិតនមានរតីនិងបរណមិតសវតីឋានទាំងនេះជាទីនៅអាស្រ័យរបស់ពួកទេវតាទាំងអស់មិនមែនជាទីនៅអាស្រ័យរបស់មនុស្សឡើយខាងលើពីឋានទេវតានោះទៅទៀតជាភូមិភាគរបស់ពួកព្រំមានរូបនិងព្រំគ្មានរូបព្រំមានរូប16ឋានគឺ1បរិសវិជ្ជា2បរោហតា3មហាព្រំ4បរតភា5អបមាណាភា6អភសរា7បរតសភា8អបមានសុភា9សុភកណ្ហា10វេហផលា11អសេញ្ញសតា12អវិហា13អតបតា14សូទស្សសា15សូទស្សី16អកនិដ្ឋាព្រំគ្មានរូប4ឋានគឺ1
អាកាសានញ្ចាយតនៈ 2. វិញ្ញាណញ្ចាយតនៈ 3. អកញ្ចាយតនៈ 4. នេវសញ្ញានាសញ្ញាយតនៈ ឋាននេវសញ្ញានាសញ្ញាយតនៈនេះជាឋានខាងលើធំបំផុតរបស់ពិភពឱកាសលោកចម្ងាយពីទីបំផុតភពមកឋានមនុស្សលោកនេះឆ្ងាយក្រៃលែងឆ្ងាយនឹងកំណត់រាប់ថាប៉ុណ្ណេះប៉ុណ្ណោះយល់មិនបានក្នុងគម្ពីរលោកទីបកៈមានស្រដៀងប្រៀបធៀបថាសម្ពភវកេថថ្វានៈកោដាគិរៈសម្មាសិលាបាតិកាតៃហេវសេហេទ្វិមាសេហេចាអដ្ឋហេរតិថ្វាំងវេហេដូច្នេះជាដើមសេចក្តីថាទេវតាមានឫទ្ធិច្រើនស្ថិតនៅក្នុងទីបំផុតនៃភពហើយទម្លាយនៅដុំថ្មធំប៉ុនផ្ទះកំពូលឲ្យធ្លាក់ចុះមកឋានមនុស្សលោកធ្លាក់មកយូរអង្វែងណាស់ចំនួន3ឆ្នាំ2ខែ8ថ្ងៃនិង14នាទីទើបដល់ឋានមនុស្សដុំថ្មនោះគ្រាន់តែសឹកដោយខ្យល់ដាច់អស់ទៅនៅសល់ប៉ុនផ្លែក្រូចសើចប៉ុណ្ណោះបន្ទាប់អំពីនេះទៅនឹងសម្ដែងរៀបរាប់តាមគម្ពីរវិសុទ្ធមគ្គដូចតទៅទៀតតាមដំណើរថាភ្នំសនេរុស្ថិតនៅកណ្ដាលចក្រវាឡភ្នំសតបរិភ័ណ្ឌព័ទ្ធជុំវិញភ្នំសនេរុផ្ទៃខាងក្រៅភ្នំសតបរិភ័ណ្ឌនោះសុទ្ធតែទឹកទាំងអស់មានទ្វីប4ស្ថិតនៅក្នុងទិសទាំង4ឆ្ងាយដាច់ស្រយាលពីភ្នំសតបរិភ័ណ្ឌទ្វីបទាំង4នោះគឺ1ចំពោះទ្វីបស្ថិតនៅទិសខាងត្បូងភ្នំសនេរុមានដើមព្រេងប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះរកស៊ីចិញ្ចឹមជីវិតដោយកសិកម្មនិងពាណិជ្ជកម្មជាដើមស្ត្រីមានគភ៌9ខែឬ10ខែទើបប្រសូតបុត្រធីតា2ឧត្តរគរុទ្វីបស្ថិតនៅទិសខាងជើងភ្នំសនេរុមានដើមកាប់ប្រព្រឹត្តប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះមិនរវីរវល់កង្វល់ដោយកសិកម្មឬពាណិជ្ជកម្មឡើយចង់បានអ្វីចង់បរិភោគចំណីអាហារបែបណាគ្រាន់តែដើរទៅដល់ដើមកាប់ប្រព្រឹត្តបានដូចសេចក្តីប្រាថ្នាស្ត្រីមានគភ៌7ថ្ងៃប្រសូតបុត្រធីតាប្រសូតបាន7ថ្ងៃចេះដើរជារុន3អមរកោយានិទ្វីបស្ថិតនៅខាងលិចភ្នំសនេរុមានដើមកទុំពណ៌ប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះមិនកង្វល់ដោយកសិកម្មពាណិជ្ជកម្មឡើយព្រោះមានដងកែវឲ្យសម្រេចសេចក្តីប្រាថ្នាបានគ្រប់យ៉ាង4បពៈវិទេហទ្វីបស្ថិតនៅខាងកើតភ្នំសនេរុមានដើមច្រេះប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះមិនពិបាកនៅហត់ដោយកសិកម្មនិងពាណិជ្ជកម្មឡើយព្រោះមានប្រាសាទមួយវិចិត្ររចនាដោយកែ7ប្រការមានកម្ពស់ដល់5យោជន៍ឲ្យសម្រេចសេចក្តីត្រូវការរបស់មនុស្សគ្រប់យ៉ាងបានបណ្ដាទ្វីបទាំង4នោះព្រះពុទ្ធគ្រប់ព្រះអង្គមិនដែលឧបដិកកើតឡើងក្នុងទ្វីបទាំង3ទេទ្រង់ឧបដិកកើតឡើងក្នុងចម្ពោះទ្វីបមួយប៉ុណ្ណោះព្រោះទ្វីបទាំង3ជាទ្វីបសម្រាប់សោយផលរបស់សុចរិតមិនមែនជាទ្វីបសម្រាប់សាងសុចរិតធម៌ដោយចម្ពោះទ្វីបឡើយក្នុងចម្ពោះទ្វីបមានភ្នំហេមពានកម្ពស់500យោជន៍បណ្ដោយនិងទទឹងប្រវែង3000យោជន៍មានកំពូល84000កំពូលចម្ពោះព្រឹកមានដើមព្រិញក្នុងចម្ពោះទ្វីបមួយកម្មបព្រឹកមានដើមកាប់ឧត្តរគរុទ្វីបមួយកតុមពព្រឹកមានដើមខ្ទុំក្នុងអមរកោយានិទ្វីបមួយសរីរៈព្រឹកមានដើមច្រេះក្នុងពពេវិទេហទ្វីបមួយបរិច្ឆតព្រឹកមានដើមរលួសផ្អង់ក្នុងឋានតាវតឹងមួយបាដល័យព្រឹកមានដើមត្រនាងរបស់ពួកអសុរៈមួយនិងសម្ពលិព្រឹកមានដើមរការបស់ពួកគ្រុឌមួយឈើទាំងអស់នោះសុទ្ធតែជាស្ដេចនៃរុក្ខជាតិមានអាយុវែងតាំងនៅអស់មួយកាប់មានទំហំនិងកម្ពស់ជាដើមប៉ុនគ្នាទាំងអស់គឺមានទំហំជុំវិញដើមចំនួន15យោជន៍បណ្ដោយដើមនិងបណ្ដោយមែកដែលបែកជុំវិញទៅម្ខាងមាន50យោជន៍រំភាយមែកពីម្ខាងទៅម្ខាងនិងកម្ពស់មែកពីខាងលើចំនួន200យោជន៍ទំហំទ្វីបទាំង4យ៉ាងគឺចម្ពោះទ្វីបស្ថិតនៅឋានតាវតឹងឋានអសុរៈឋាននរុអវិជ័យ
មានទំហំ 10000 យោជន៍ដូចគ្នាអមរៈកោយានិទ្វីបនិងពពេវិទេហទ្វីបមានទំហំ 2000 យោជន៍ឧត្តរគរុទ្វីបមានទំហំ 8000 យោជន៍ទ្វីបទាំង4នេះទ្វីបនីមួយៗមានទ្វីបតូចៗ500ជាបរិវាររួមនៅក្នុងចក្រវាឡតែមួយជុំវិញចក្រវាឡមានភ្នំធំវែងពាន់ជុំវិញភ្នំនោះចាក់រឹសទៅក្នុងមហាសមុទ្រជម្រៅ 84000 យោជន៍ដ៏ខ្ពស់ឡើងលើមានកម្ពស់ 84000 យោជន៍ដូចគ្នាសូមបញ្ជាក់អស់លោកអ្នកស្ដាប់ពាក្យថាលោកធាតុនិងចក្រវាឡជាពាក្យតែមួយគ្រាន់តែផ្សេងគ្នាដោយសេចក្តីប៉ុណ្ណោះទេក្នុងលោកធាតុមួយឬចក្រវាឡមួយមានទ្វីប4ទ្វីបតូច500មានភ្នំសនេរុនិងភ្នំសតបរិភ័ណ្ឌឋានសួគ៌6ជាន់ឋានព្រំឋានមនុស្សនិងឋាននរកជាដើមហើយមានព្រះអាទិត្យនិងព្រះច័ន្ទព្រះអាទិត្យនោះមានទំហំ50យោជន៍ព្រះច័ន្ទមានទំហំ49យោជន៍ជាវិមានប្រាសាទរបស់សូរិយទេវបុត្រនិងចន្ទទេវបុត្រសង្ខារលោកតាក់តែងឡើងសម្រាប់បំភ្លឺលោកមានប្រក្រតីដើរប្រទក្សិណភ្នំសនេរុជានិច្ចព្រះអាទិត្យក្នុងមួយយប់មួយថ្ងៃដើរបានមួយជុំភ្នំសនេរុព្រះច័ន្ទដើរមួយខែទើបបានមួយជុំភ្នំសនេរុរួបរวมសម្ភារៈទាំងអស់ដោយដែលអាត្មាភាពបានរៀបរាប់ពោលហើយនេះហៅថាលោកធាតុមួយឬចក្រវាឡមួយក្នុងលោកធាតុឬចក្រវាឡនោះមានច្រើនជាអនេកមិនមែនមានតែមួយទេរួមលោកធាតុឬចក្រវាឡដែលមានទំហំប៉ុន្មានហៅថាឱកាសលោកនោះបែងចែកទៅតាមខេត្តរបស់ព្រះពុទ្ធទៀតគឺឧត្តខេត្តមាន3យ៉ាង1ជាទីខេត្តមានលោកធាតុឬចក្រវាឡចំនួន 10000 លោកធាតុក្នុងពេលដែលព្រះសម្ពុទ្ធចោះចាបបដិសន្ធិនិងប្រសូតជាដើមលោកធាតុឬចក្រវាឡទាំង 10000 នោះកម្រាស់ញាប់ញ័រទាំងអស់ហាក់ដូចជាគេចាប់ទាញញាក់ឬចាប់អង្រួនដោយអំណាចបុណ្យរបស់ព្រះអង្គ2អាណាខេត្តមានលោកធាតុឬចក្រវាឡ100,000 កោដលោកធាតុក្នុងពេលដែលព្រះសម្ពុទ្ធសម្ដែងនៅរតនបរិត្តខន្តបរិត្តថេជកបរិត្តអនាដេយបរិត្តនិងមោរៈបរិត្តលោកធាតុឬចក្រវាឡទាំង100,000 កោដនោះកម្រាស់ញាប់ញ័រទាំងអស់ហាក់ដូចជាគេចាប់ញាក់ឬចាប់អង្រួនដោយអំណាចរបស់ព្រះបរិត្តដែលព្រះអង្គទ្រង់សម្ដែង3វិស័យខេត្តមានលោកធាតុឬចក្រវាឡជាអនន្តរាប់មិនបានប្រមាណមិនត្រូវអំណាចប្រាជ្ញាញាណរបស់ព្រះសម្ពុទ្ធជ្រៅឆ្ងាយទូលាយជាអនន្តផ្សាយទៅក្នុងឱកាសលោកដែលរកទីបំផុតមិនឃើញបានតាមពុទ្ធបំណងបើព្រះអង្គចង់ជ្រាបនៅហេតុអនន្តបែបណាទ្រង់ជ្រាបបាននៅបែបនោះឥតមានទើសទះឧត្តខេត្តទាំង3នោះលើកលែងតែវិស័យខេត្តមួយចេញព្រោះជាធម្មតាវិស័យប្រាជ្ញាញាណរបស់ព្រះពុទ្ធគ្រប់ព្រះអង្គចំណែកខាងជាទីខេត្តនិងអាណាខេត្តដែលមានលោកធាតុឬចក្រវាឡ100,000 កោដនោះជាខេត្តរបស់ព្រះសម្ពុទ្ធមួយអង្គលោកធាតុឬចក្រវាឡទាំង100,000 កោដនោះសង្ខារលោកតាក់តែងឡើងក្នុងពេលជាមួយគ្នាមានអាយុស្ថិតនៅប្រហែលគ្នាវិនិច្ឆ័យទៅវិញក៏ដំណើរគ្នាដោយមានសម្ដែងក្នុងគម្ពីរវិសុទ្ធមគ្គត្រង់អភិញ្ញានិទេសថាអេវមេទេសោតੰសោពុតខេទេសោអេកាំងអនាខេតាំងវិនស្សតិជាដើមសេចក្តីថាបណ្ដាពុទ្ធខេត្តទាំង3នោះអាណាខេត្តមួយត្រូវវិនិច្ឆ័យកាលណាបើអាណាខេត្តវិនិច្ឆ័យហើយចំណែកខាងជាទីខេត្តក៏ត្រូវវិនិច្ឆ័យដូចគ្នាជាទីខេត្តការវិនិច្ឆ័យក្នុងពេលជាមួយគ្នានឹងអាណាខេត្តការតាំងនៅក៏តាំងនៅក្នុងពេលជាមួយគ្នានឹងអាណាខេត្តការវិនិច្ឆ័យក្តីតាំងនៅក្តីនៃជាទីខេត្តនិងអាណាខេត្តនោះបណ្ឌិតត្រូវបានជ្រាបយ៉ាងនេះចុះនៃតង់ក្នុងពុទ្ធខេត្តនេះច្រើនមានយោបល់ផ្សេងគ្នាខ្លះយល់ថាក្នុងឱកាសលោកទាំងមូលដែលមានមេឃឱកាសធំទូលាយលហោលហេវនេះមានលោកធាតុឬចក្រវាឡត្រឹមតែ100,000 កោដប៉ុណ្ណោះយូរទៅមានព្រះពុទ្ធត្រាស់មួយអង្គ
มันមានចនិច្ចកាលរាល់ខែរាល់ឆ្នាំទីព្រោះมันមានលោកធាតុឬចក្រវាឡដោយឡែកក្រៅពី100,000 កោដនេះទៀតខ្លះទៀតយល់ថាក្នុងឱកាសលោកទាំងមូលដែលមានមេជាឱកាសធំទូលាយលហលហេវនេះមិនមែនមានលោកធាតុឬចក្រវាឡត្រឹមតែ100,000 កោដប៉ុណ្ណោះទេគឺមាន100,000 កោដ100,000 កោដជាអនន្តរាប់មិនអស់មានព្រះពុទ្ធត្រាស់រាល់ថ្ងៃគ្មានចន្លោះបើលោកធាតុមាន100,000 កោដនេះព្រះពុទ្ធបរិនិព្វានទៅហើយលោកធាតុ100,000 កោដនោះមានព្រះពុទ្ធកំពុងត្រាស់ដឹងលោកធាតុ100,000 កោដឯណោះមានព្រះពុទ្ធកំពុងចាប់បដិសន្ធិលោកធាតុ100,000 កោដឯណោះមានព្រះពុទ្ធកំពុងចេញបព្វជិឬលោកធាតុ100,000 កោដ100,000 កោដជាច្រើនដែលមានព្រះពុទ្ធកំពុងតែចោះចាប់បដិសន្ធិកំពុងតែប្រសូតកំពុងតែបានត្រាស់ដឹងជាដើមឬក៏មានលោកធាតុ100,000 កោដជាច្រើនទៀតកំពុងតែវិនិច្ឆ័យមានលោកធាតុ100,000 កោដច្រើនទៀតកំពុងតែចម្រើនការស្វែងយល់ទាំងពីរឋាននេះអ្នករៀបរៀងមិនបានវិនិច្ឆ័យថាអ្នកណាខុសឬអ្នកណាត្រូវទេគ្រាន់តែទាញហេតុផលមកបង្ហាញជាគ្រោងជាកំណត់ទុកជាបានការស្រាយតែលើពុទ្ធបរិស័ទដែលបានស្ដាប់និងបានអានតាមការវិនិច្ឆ័យចោះបើយើងឃើញថាខាងណាសមហេតុសមផលជាងខាងនោះហើយត្រូវពិតប្រាកដគ្រោងគំនិត1ពុទ្ធខេត្តមាន3គឺជាតិខេត្តអនាខេត្តនិងវិស័យខេត្តខេត្តជាភាសាបាលីប្រែថាតំបន់ឬនេតិជាភាគផែនដីឬភាគផែនលោកដែលគេសន្មតបែងចែកជាអន្លើមានខណ្ឌដោយរដ្ឋសភាបញ្ញត្តិឬដោយលោកបញ្ញត្តិជាសង្កាត់កុំឲ្យច្រឡំគ្នាព្រោះមានភាគច្រើនមិនមែនមានតែមួយ2ពុទ្ធខេត្តទី1គឺជាតិខេត្តមានកំណត់ត្រឹមតែ10,000 លោកធាតុព្រះពុទ្ធទ្រង់បដិសន្ធិជាដើមចំពោះលោកធាតុណាមួយក្នុងក្រុម10,000 លោកធាតុនោះកម្រិតញាប់ញ័របានតែ10,000 លោកធាតុប៉ុណ្ណោះមិនបានកំណត់ញាប់ញ័រដល់លោកធាតុដទៃឡើយ2ពុទ្ធខេត្តទី2គឺអនាខេត្តមានកំណត់ត្រឹមតែ100,000 កោដលោកធាតុព្រះពុទ្ធទ្រង់សម្ដែងនៅរតនបរិត្តឬខន្តបរិត្តជាដើមក្នុងលោកធាតុណាមួយក្នុងក្រុម100,000 កោដលោកធាតុនោះកម្រិតញាប់ញ័របានតែ100,000 កោដលោកធាតុប៉ុណ្ណោះមិនបានកម្រិតញាប់ញ័រដល់លោកធាតុដទៃឡើយហើយដូចម្ដេចបានជាពុទ្ធខេត្តទី2គឺអនាខេត្តមានកំណត់នីតិ100,000 កោដដល់លោកធាតុដូចនេះមានលោកធាតុលើសពី100,000 កោដទៅទៀតឬក៏គ្មានទេបើគ្មានហេតុអីក៏ចាំបាច់កំណត់មានខេត្តមិនថាទាំងអស់តែម្ដងទៅព្រោះអនាខេត្តនេះនិយាយចំពោះតែលោកធាតុក្នុងបច្ចុប្បន្នកាលមិនមែននិយាយចំពោះលោកធាតុដែលកន្លងផុតទៅហើយនោះទេ3ឱកាសលោកមេឃឱកាសនោះធំទូលាយជាអនន្តលហលហេវរកទីបំផុតជើងមេឃមិនឃើញសូម្បីពុទ្ធញ្ញាណក៏រារកមិនឃើញដែរបើធំទូលាយយ៉ាងនេះលោកធាតុ100,000 កោដ100,000 កោដជាអនន្តក៏មិនចង្អៀតមេឃឱកាសឡើយទាំង3ខនេះជាគ្រោងគំនិតសូមវិនិច្ឆ័យតាមន័យនេះចោះការដែលរៀបរាប់មកនេះបែកមកអំពីពាក្យថាកម្មព្រោះពាក្យថាកម្មនេះជាឈ្មោះនៃអាយុរបស់ផែនដីរបស់ឱកាសលោកឬជាឈ្មោះនៃអាយុរបស់លោកធាតុឬចក្រវាឡលោកធាតុឬចក្រវាឡទាំង100,000 កោដដែលជាខេត្តរបស់ព្រះពុទ្ធមួយអង្គនោះសង្ខារលោកតាក់តែងសាងឡើងក្នុងពេលជាមួយគ្នាឯវិនិច្ឆ័យទៅវិញក្នុងពេលជាមួយគ្នាគិតតាំងពីកើតឡើងទៅទល់នឹងពេលដែលវិនិច្ឆ័យទៅវិញនោះច្រើនឆ្នាំណាស់ក៏នឹងរាប់ថា1 កោដឬ1អសង្ខ័យឆ្នាំដូច្នេះមិនអស់ព្រោះលោកធាតុឬចក្រវាឡនោះមានអាយុវែងណាស់ទើបអ្នកប្រាជ្ញដើមខ្សែទាំងឡាយមានព្រះពុទ្ធជាដើមលោកសន្មតហៅថាកម្មគឺលោកធាតុឬចក្រវាឡនោះមានអាយុវែងមួយកាប់ទើបវិនិច្ឆ័យទៅវិញក្នុងគម្ពីរសង្យុត្តនិកាយត្រង់តេនកន្ធវៈមានសេចក្តីដំណាលថាសម័យមួយព្រះពុទ្ធទ្រង់គង់ទីក្រុងសាវត្ថីមានភិក្ខុមួយរូបចូលទៅគាល់ហើយក្រាបទូលសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនក
កាប់មានកាលវែងប៉ុន្មានទីខោកាបកោសោអ្នកសោករោសង្ខាតុងអេតកានិវាសានិអ៊ីតេវាអេតកានិវាសសតានិអ៊ីតេវាអេតកានិវាសសហាសានិអ៊ីតេវាអេតកានិវាសសតសហាសានិអ៊ីតេវាមនាលពីខោកាបនេះមានកាលវែងណាស់កាបនោះមិនងាយនឹងរាប់ថាប៉ុណ្ណេះឆ្នាំក្តីប៉ុណ្ណោះ100ឆ្នាំក្តីប៉ុណ្ណេះ1000ឆ្នាំក្តីឬថាប៉ុណ្ណេះសែនឆ្នាំបានឡើយភិក្ខុនោះបានទូលរៀបរាប់ទៀតថាបបិទ្ធព្រះអង្គដ៏ចម្រើនចុះព្រះអង្គអាចធ្វើជាឧបមាបានឬទេព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាអាចធ្វើបានទើបទ្រង់សម្ដែងឧបមាថាសេយថាបិភិក្ខុមហាសេឡូបបតោយោចនាងជាដើមមនាលភិក្ខុឧបមាដូចជាភ្នំថ្មសុទ្ធដ៏ធំមានបណ្ដោយ1យោជទទឹង1យោជកម្ពស់1យោជមិនបានធ្លុះមិនមានប្រហោងជាភ្នំថ្មតាន់កន្លង100ឆ្នាំទៅ100ឆ្នាំទៅមានបរោះយកសម្ពុតកាសកៈមកបោះភ្នំនោះម្ដងមនាលភិក្ខុភ្នំថ្មសុទ្ធដ៏ធំនោះក៏បីដល់នៃការអស់ទៅរីកទៅដោយសេចក្តីព្យាយាមនោះឆាប់ជាងឯកាប់មិនទាន់អស់នៅឡើយមនាលភិក្ខុកាបនេះមានកាលវែងយ៉ាងនេះឯងក្នុងការជាខាងក្រោយមកភិក្ខុមេរូបចូលទៅគាល់ហើយទូលសួរដូចមុនទៀតព្រះដែលមានព្រះភិក្ខត្រាស់ថាសាយថាបេភិក្ខុការសាយ៉ាងអ្នកករាំងយោននេះអាយាមានអ្នកជាដើមមនាលភិក្ខុឧបមាដូចជាកំណរដែលព័ទ្ធដោយកំពែងមានបណ្ដោយ1យោជទទឹង1យោជកម្ពស់1យោជពេញដីក្របស្ពៃជាកំណរដែលគេបិទភ្ជាប់ដោយដុំដីស្អិតកន្លង100ឆ្នាំ100ឆ្នាំទៅមានបរោះទៅរើសយកក្របស្ពៃមួយគ្រាប់មកអំពីកំណរនោះមនាលភិក្ខុកំណរក្របស្ពៃដ៏ធំនោះក៏បីដល់នៃការអស់ទៅរលីងទៅដោយសេចក្តីព្យាយាមនោះឆាប់ជាងឯកាប់មិនទាន់អស់នៅឡើយមនាលភិក្ខុកាប់នេះមានកាលវែងយ៉ាងនេះឯងកាប់នេះចែកចេញជាច្រើនយ៉ាងទៅទៀតចែកចេញជា2ក៏មានជា3ក៏មានជា4ក៏មានជា6ក៏មានកាប់ចែកចេញជា2គឺ1សង្វត្តកម្មកាប់វិនិច្ឆ័យ2វិវត្តកម្មកម្មចម្រើនកាប់ចែកចេញជា3គឺ1តេជោសង្វត្តៈកាប់វិនិច្ឆ័យដោយភ្លើង2អបោសង្វត្តៈកាប់វិនិច្ឆ័យដោយទឹក3វាយោសង្វត្តៈកាប់វិនិច្ឆ័យដោយខ្យល់កាប់ចែកចេញជា4គឺ1អាយុកម្មខូបអាយុគឺខូបអាយុខែមនុស្ស2អន្តរាកម្មកំណត់អាយុខែចុះខែឡើងគឺមនុស្សមានអាយុខែចុះដល់ទៅ10ឆ្នាំស្លាប់ហើយខែឡើងវិញដល់ទៅ1អសង្ខ័យការខែចុះទៅហើយខែឡើងវិញ1លើកហៅថាអន្តរាកម្មមួយ3អសង្ខ័យកម្មកំណត់យកអន្តរាកម្ម64ដងហៅថាអសង្ខ័យកម្ម4មហាកម្មកំណត់យកអាយុសង្ខ័យ4ដងទើបហៅថាមហាកម្ម1កម្មចែកចេញជា4ទៀតគឺសង្វត្តកម្មកើតតាំងពីពេលដែលកៅវិនិច្ឆ័យទៅទល់នឹងវិនិច្ឆ័យអស់រលីង2សង្វត្ថាយកម្មកើតតាំងពីពេលដែលកៅវិនិច្ឆ័យអស់ទៅរលីងទៅទល់នឹងពេលដែលកើតឡើងទៀត3វិវត្តកម្មកើតតាំងពីពេលដែលកម្មកើតឡើងទៅទល់នឹងពេលដែលព្រះអាទិត្យព្រះច័ន្ទកើតមាន4វិវត្ថាយកម្មកើតតាំងពីពេលដែលព្រះអាទិត្យនិងព្រះច័ន្ទកើតមានទៅទល់នឹងពេលដែលកោបវិនិច្ឆ័យទៅវិញឯកម្មនោះចែកចេញជា6យ៉ាងទៀតគឺ1សារកម្មកម្មដែលមានព្រះពុទ្ធត្រាស់1ព្រះអង្គ2មន្តកម្មកម្មដែលមានព្រះពុទ្ធត្រាស់2ព្រះអង្គ3វរកម្មកម្មដែលមានព្រះពុទ្ធត្រាស់3ព្រះអង្គ4សារមន្តកម្មកម្មដែលមានព្រះពុទ្ធត្រាស់4ព្រះអង្គ5ផតកម្មកម្មដែលមានព្រះពុទ្ធត្រាស់5ព្រះអង្គ6សញ្ញកម្មកម្មដែលគ្មានព្រះពុទ្ធត្រាស់សាធុវោអស់លោកអ្នកសាធុសពបរោះទាំងឡាយសូមអនុមោទនាស្ដាប់អំពីកោបវិនិច្ឆ័យដូចតទៅនេះកម្ម
ដែលវិនិច្ឆ័យទៅដោយហេតុ3យ៉ាងគឺ1វិនិច្ឆ័យទៅដោយភ្លើងឆេះការបើលោកធាតុឬចក្រវាឡទាំង100,000កោដមានអាយុគ្រប់មួយកាប់ហើយត្រូវភ្លើងឆេះកំទេចលោកធាតុទាំងនោះមុនដែលនឹងត្រូវភ្លើងឆេះនោះមានភ្លៀងធំធ្លាក់ចុះក្នុងលោកធាតុទាំង100,000កោដមនុស្សទាំងឡាយនាំគ្នាត្រេកអរសាព្រោះបណ្ដោះពូជធញ្ញជាតិផ្សេងកាលបើដោះល្មមនឹងកោស៊ីបានហើយភ្លៀងក៏រាំងលែងធ្លាក់ចុះមកទៀតអស់100,000ឆ្នាំច្រើនសត្វដែលមានកម្មស្រាលក៏ស្លាប់មុនសត្វដែលមានកម្មអាក្រក់បានទៅកើតក្នុងព្រហ្មលោកទាំងអស់លុះកន្លងយូរទៅទឹកដែលដក់នៅក្នុងទីនោះក៏រីងស្ងួតអស់ទៅពួកសត្វទាំងឡាយមានត្រីនិងអណ្ដើកជាដើមក៏ស្លាប់អស់ទៅសត្វនរកក្តីដេរឆានក្តីមនុស្សក្តីស្លាប់ទៅបានទៅកើតក្នុងទេវលោកខំចម្រើនឈានក្នុងទីនោះបានទៅកើតក្នុងព្រហ្មលោកទាំងអស់សូមបញ្ជាក់សត្វនរកដែលស្លាប់ក្នុងពេលដែលព្រះអាទិត្យទី7បានកើតឡើងត្បិតមុនដែលភ្លើងនឹងឆេះចំនួន100,000ឆ្នាំមានទេវតាមួយអង្គឈ្មោះលោកព្យូហាចុះមកអំពីឋានទេវលោកខ្លែងភេទជាមនុស្សស្លៀកសំពត់ក្រហមរំសាយសក់មានមុខទៅទឹកជោកដោយទឹកភ្នែកទូទឹកភ្នែកហើយដើរទៅតាមផ្លូវនៃមនុស្សហើយប្រកាសប្រាប់ថាអ្នកទាំងឡាយនៅ100,000ឆ្នាំទៀតកាប់នឹងវិនិច្ឆ័យលោកធាតុនឹងវិនិច្ឆ័យទឹកសមុទ្រនឹងរីងខាស់ផែនដីភ្នំសមេរុព្រមទាំងទេវលោកនឹងវិនិច្ឆ័យអ្នកទាំងឡាយចូលចម្រើនមេត្តាភាវនាខិតខំបម្រើមេត្តាបិតាដោយគោរពក្នុងពេលនៃមនុស្សទាំងឡាយដែលជាសប្បុរសបានស្ដាប់ពាក្យទេវតានោះហើយក៏កើតសង្វេគតក់ស្លុតបុណ្យគេក៏ប្រញាប់ប្រញាល់ធ្វើបុណ្យទានបម្រើមេត្តាបិតាមិនមានសេចក្តីប្រមាទលុះដល់ស្លាប់ទៅបានទៅកើតក្នុងទេវលោកខំចម្រើនឈានក្នុងទេវលោកបានសម្រេចឈានក៏បានទៅកើតក្នុងព្រហ្មលោកទៅមិនបានទៅរងទុក្ខវេទនាដូចជាជនអសប្បុរសឡើយក្នុងគម្ពីរវិសុទ្ធមគ្គប្រាប់ថាវេសោបច្ឆេតតោបណឧដ្ឋังទីខសៈអដ្ឋនោជាដើមសេចក្តីថារាប់តាំងអំពីការដែលរាំងភ្លៀងកន្លងកាលមកជាយូរអង្វែងមានព្រះអាទិត្យពីរបានកើតឡើងប្រកបព្រះអាទិត្យពីរមាននៅក្នុងលោកហើយយប់និងថ្ងៃមិនប្រកបព្រះអាទិត្យមួយបានរះឡើងមួយទៀតបានលិចទៅក្នុងលោកមានកម្ដៅព្រះអាទិត្យជាប់ចនិចរាល់វេលាក្នុងការមុនអំពីការដែលព្រះអាទិត្យញ៉ាំងកាប់ឲ្យវិនិច្ឆ័យនោះសូរិយទេវបុត្រតែមានក្នុងសូរិយវិមានដល់មកក្នុងការដែលព្រះអាទិត្យញ៉ាំងកាប់ឲ្យវិនិច្ឆ័យនោះសូរិយវិមានមិនមានទេវបុត្រឡើយសូរិយមណ្ឌលដែលកើតថ្មីមានកម្ដៅក្លាហានណាស់ពពកនឹងអាប់ក្នុងអាកាសវិមានបាត់អស់ជាអោភាប្រាចាមន្ទិលកាលបើព្រះអាទិត្យទី2បានកើតក្នុងលោកហើយទឹកក្នុងស្ទឹងតូចរីងខាស់អស់ឥតមានសល់ឡើយលុះកន្លងកាលយូរទៅព្រះអាទិត្យទី3បានកើតឡើងទឹកក្នុងស្ទឹងធំទាំង5ក៏រីងខាស់អស់ទៀតលុះកាលកន្លងយូរទៅព្រះអាទិត្យទី4បានកើតឡើងទឹកក្នុងស្រះធំទាំង7មានអណោតស្រះជាដើមក៏រីងខាស់អស់ទៅទៀតលុះកាលកន្លងយូរទៅព្រះអាទិត្យទី5បានកើតឡើងទឹកក្នុងមហាសមុទ្រក៏រីងខាស់អស់ទៀតក្នុងលោកទាំងមូលគ្មានទឹកសំបីតែមួយដំណក់ឡើយលុះកាលកន្លងយូរទៅព្រះអាទិត្យទី6បានកើតឡើងចក្រវាឡទាំង100,000កោដមានផ្ទៃហុយទ្រលោមឡើងមានជ័រហូរចេញអំពីផែនដីលុះកន្លងយូរឆ្នាំទៅព្រះអាទិត្យទី7បានកើតឡើងចក្រវាឡទាំង100,000កោដមានអណ្ដាតភ្លើងឆេះសន្ធោសន្ធើឆេះរំសាយភ្នំកម្ពស់មួយយោជជាដើមដល់រាបដល់ភ្នំសមេរុបណ្ដាលឲ្យវិនាសសាបសូន្យទៅអណ្ដាតភ្លើងដែលឆេះសន្ធោសន្ធើនោះឆេះដល់ឋានចតុមហារាជការឆេះឋានតាវតឹងឋានយាមាឋានដសិតឋាននមានរតីឋានបរណមមេតាសវតីនិងឆេះនៅឋានព្រំជាន់ខាងក្រោមទៅទល់នឹងត្រឹមឋានអភសរៈសាយាវៈអនុមតំពេសង្ខារកតាំងអធិតាវណៈនពាយតិអណ្ដាលភ្លើងនោះបើរបស់ដែលឆេះនោះមិនទាន់អស់ក៏មិនទាន់រលត់
ឆេះដរាបដល់អស់មិនឲ្យសល់ផេះទើបរលត់ទៅឧបមាដូចជាភ្លើងឆេះប្រេងទីខាងក្រោមជាឱកាសទទេខាងលើក៏ជាឱកាសទទេដូចគ្នាទាំងអស់មានងងឹតធំតែមួយ2វិនិច្ឆ័យទៅដោយទឹកការបើលោកធាតុឬចក្រវាលមួយមានអាយុមួយកាប់ហើយត្រូវវិនិច្ឆ័យទៅវិញការដែលនឹងវិនិច្ឆ័យទៅដោយទឹកនោះមានទំនងដូចជាវិនិច្ឆ័យទៅដោយភ្លើងដែរគ្រាន់តែប្លែកដូច្នេះគឺមហាមេឃបណ្ដាលឲ្យភ្លៀងទឹកក្រត់ធ្លាក់ចុះមកក្នុងឋានចក្រវាលទាំង1សែនកោណសម្ភារៈទាំងឡាយមានភ្នំជាដើមការបើត្រូវទឹកក្រត់នោះហើយក៏រលាយរលួយអស់ទៅទឹកក្រត់នោះខ្យល់បក់ត្រត្រង់ជុំវិញរំលាយនៅសម្ភារៈខាងក្រោមហើយរំលាយនៅឋាន6ជាន់គឺឋានព្រំជាច្រើនជាន់ទៀតទៅទល់នឹងឋានព្រំឈ្មោះថាសុភកណ្ណហាទឹកក្រត់ក៏រិញខាសអស់ទៅសម្ភារៈទាំងឡាយមានភ្នំជាដើមដែលរលាយទៅដោយទឹកក្រត់នោះឧបមាដូចជាអំបិលដែលគេបង់ទៅក្នុងទឹករលាយឥតមានសេសសល់អ្វីតិចតួចឡើយទីខាងក្រោមជាឱកាសទទេខាងលើក៏ជាឱកាសទទេដូចគ្នាទាំងអស់មានងងឹតធំតែមួយ3ការវិនិច្ឆ័យដោយខ្យល់ការបើលោកធាតុឬចក្រវាលមានអាយុមួយកាប់ហើយត្រូវវិនិច្ឆ័យទៅវិញការដែលនឹងវិនិច្ឆ័យដោយខ្យល់នោះមានទំនងដូចគ្នានឹងវិនិច្ឆ័យដោយភ្លើងដែរគ្រាន់តែប្លែកគ្នាដូចនេះគឺមហាមេឃញ៉ាំងខ្យល់ព្យុះធំឲ្យកើតឡើងបំពក់បំពើងនៅធូលីល្អិតល្អិតឲ្យហុយទៅឯដងអាកាសវិនិច្ឆ័យបាត់អស់ទៅជាមុនទើបបំបក់បំពើងទើបនៅដីខ្សាច់គ្រោះតូចនិងគ្រោះធំមានដុំថ្មដរាបដល់ដើមឈើនិងភ្នំឲ្យប៉ះទាំងទីគ្នាអណ្ដែតទៅឯដងអាកាសវិនិច្ឆ័យអស់ទៅឥតសេសសល់កំតិចទើបបំបក់បំបែកនៅផែនដីក្នុង1សែនកោណនៃចក្រវាលនិងឋានសួគ៌6ជាន់មានឋានព្រំដរាបទៅដល់ព្រំឈ្មោះថាវេហផល្លាឲ្យល្អិតល្អន់ខ្ទេចខ្ទីឥតមានសេសសល់សំបីតែធូលីបន្តិចបន្តួចឡើយខ្យល់ក៏វិនិច្ឆ័យបាត់អស់ទៅទីខាងក្រោមក៏ជាឱកាសទទេខាងលើក៏ជាឱកាសទទេដូចគ្នាទាំងអស់មានងងឹតធំតែមួយសាធុវោអស់លោកអ្នកសាធុសពបរោះទាំងឡាយជាអ្នកស្ដាប់កាប់ដែលត្រូវនឹងវិនិច្ឆ័យទៅវិញដោយអាការៈ3យ៉ាងដោយរៀបរាប់មកនេះអាការៈទាំង3យ៉ាងនេះមិនមែនវិនិច្ឆ័យផ្លាស់ប្ដូរគ្នាម្ដងម្នាក់នោះទេគឺវិនិច្ឆ័យយ៉ាងនេះវិនិច្ឆ័យដោយភ្លើង7ដងវិនិច្ឆ័យដោយទឹកម្ដងវិនិច្ឆ័យដោយភ្លើងទឹកតែយ៉ាងនេះចំនួន63ដងទើបវិនិច្ឆ័យដោយខ្យល់ម្ដងនេះជាធម្មតានៃការវិនិច្ឆ័យរបស់កម្មនៅក្នុងគម្ពីរវិសុទ្ធិមគ្គប្រាប់អំពីហេតុដែលបណ្ដាលឲ្យវិនិច្ឆ័យថាអកុសលមូលេសុហេអូនេសុអេវ៉ាំងលោកោវិនិស្សតិជាដើមសេចក្តីថាកាលបើអកុសលមូលទាំងឡាយមានរាគៈទោសៈនិងមោហៈក្រាស់ឡើងហើយលោកតែងវិនិច្ឆ័យដោយអាការៈយ៉ាងនេះលោកនោះឯងកាលបើមានរាគៈច្រើនជាងត្រូវវិនិច្ឆ័យដោយភ្លើងបើមានទោសៈក្រាស់ជាងត្រូវវិនិច្ឆ័យដោយទឹកចំណែកខាងអាចារ្យខ្លះនិយាយថាកាលបើមានទោសៈក្រាស់ជាងត្រូវវិនិច្ឆ័យដោយភ្លើងបើមានរាគៈក្រាស់ជាងត្រូវវិនិច្ឆ័យដោយទឹកបើមានមោហៈក្រាស់ជាងត្រូវវិនិច្ឆ័យដោយខ្យល់សាធុវោអស់លោកអ្នកសាធុសពបរោះទាំងឡាយជាអ្នកស្ដាប់អាត្មាភាពព្រះភិក្ខុធម្មវិជ្ជតោបតងជាលោកគ្រូចៅអធិការនៃវត្តថ្មអណ្ដែតដែលស្ថិតនៅភូមិច្បក់ភ្លោះឃុំភ្នំបាទស្រុកពញាលឺខេត្តកណ្ដាលលើកយកសេចក្តីនៃប្រវត្តិកម្មកថាសម្ដែងអំពីការវិនិច្ឆ័យចំដោយបរិបូរតែប៉ុណ្ណេះសូមអស់លោកអ្នកសាធុសពបរោះទាំងឡាយអនុមោទនាស្ដាប់នៅកាបចម្រើនឬផែនដីដោះក្រោយបន្តទៀតសូមអរព្រគុណនិងអរគុណ
ពេកពុទ្ធវចនៈគឺជាការផ្សាយសំឡេងនៃធម្មទានដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ